ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលអាចឆក់យកជីវិតរបស់យើងបានយ៉ាងស្ងៀមស្ងាត់បំផុតពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាសុខភាពទាក់ទងទៅលើជំងឺទឹកនោមផ្អែមខ្លាញ់ក្នុងបេះដូងខ្លាញ់រោមបេះដូងខ្លាញ់ក្នុងសរសៃឈាមបងប្អូនកុំបារម្ភហើយកុំទាន់អស់សង្ឃឹមពីមុនអញ្ចឹងខ្ញុំគឺជាអតីតអ្នកកើតជំងឺទឹកនោមផ្អែមខ្លាញ់រោមបេះដូងខ្លាញ់ក្នុងសរសៃឈាមជាដើមខ្ញុំនៅពេលដែលខ្ញុំដឹងថាខ្លួនខ្ញុំមានជំងឺទាំងអស់ហ្នឹងគឺខ្ញុំភ័យមែនទែនបងប្អូនភ័យស្វះស្វែងរកផលិតផលជាច្រើនយកមកប្រើប្រាស់ដើម្បីឲ្យសុខភាពរបស់យើងបានប្រក្រតីធម្មតាវិញប៉ុន្តែបងប្អូនដឹងទេថាពេលដែលខ្ញុំចាប់ផ្ដើមប្រើទាំងអស់នោះចំណាយទាំងពេលចំណាយទាំងលុយជាច្រើនប៉ុន្តែសមិទ្ធផលដែលខ្ញុំទទួលបានពីវាគឺអត់ស័ក្តិសមជាមួយនឹងអ្វីដែលខ្ញុំរំពឹងទុកនោះសោះជាពិសេសគឺខ្ញុំចាប់ផ្ដើមលែងមានទំនុកចិត្តក្នុងការប្រើប្រាស់ផលិតផលដើម្បីជួយដោះស្រាយបញ្ហាសុខភាពរបស់ខ្ញុំបន្តទៀតផងដែរប៉ុន្តែថ្ងៃមួយមិត្តភ័ក្តិរបស់ខ្ញុំបានយកខ្ញីខ្មៅហើយនឹងកាហ្វេខ្ញីខ្មៅនោះយកមកឲ្យខ្ញុំប្រើប្រាស់ខ្ញុំប្រើវាប៉ុន្តែប្រើទាំងមិនមានជំនឿជាក់ថាវាអាចជួយដោះស្រាយបញ្ហាសុខភាពរបស់ខ្ញុំបាននោះទេប៉ុន្តែប្រើបានខ្ញុំបានប្រើវាមួយរយៈពេលមកខ្ញុំទទួលបានអារម្មណ៍មួយយ៉ាងប្លែកមែនទែនកម្លាំងក៏មានកម្លាំងល្អមានអារម្មណ៍ល្អបាត់ឈឺក្បាលបាត់ក្តៅដៃក្តៅបាត់ដៃក្តៅបាត់ជើងហើយនៅពេលនោះគឺខ្ញុំចាប់ផ្ដើមខ្ញុំប្រើខ្ញីខ្មៅហើយនឹងកាហ្វេខ្ញីខ្មៅនោះយកចិត្តទុកដាក់បំផុតហើយក៏បានទៅផ្ទៀងផ្ទាត់ជាមួយនឹងការពិនិត្យឈាមរបស់ខ្ញុំនៅពេលដែលខ្ញុំបានទៅពិនិត្យឈាមនោះគឺពិតជាបានផលល្អមែនទែនបងប្អូនដោយសារអីខ្លាញ់នៅពេលនោះក៏ខ្លាញ់ស្រក់ខ្លាញ់ក៏ស្រក់ចុះមកស្ករជាតិស្ករក៏ចុះក៏ថត់ចុះថយមកដែរហើយជាពិសេសនោះគឺ A1C របស់ខ្ញុំតែម្ដង A1C របស់ខ្ញុំពី 9.1 ធ្លាក់មកបន្តិចម្ដងរហូតមកដល់normal ប្រក្រតីធម្មតាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកផលិតផលណាមួយដែលស័ក្តិសមជាមួយនឹងបងប្អូនជាមួយនឹងសុខភាពរបស់បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានដើម្បីពិភាក្សាជាមួយនឹងបញ្ហាសុខភាពរបស់បងប្អូនទាំងអស់គ្នាឬក៏ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដែលប្រើប្រាស់ផលិតផលមួយនេះឲ្យស័ក្តិសមឲ្យបានធូរស្បើយជាមួយនឹងបញ្ហាសុខភាពរបស់បងប្អូននោះបានលឿនហើយនឹងឆាប់ទទួលបានផល